ថ្ងៃនេះដែរខ្ញុំបានជិះឡានរយៈពេល8ម៉ោងមកដេកផ្លូវមួយយប់ដើម្បីចាំទទួលស្រីស្អាតចំនួន2ឡានបងប្អូនបាទបងប្អូនបានឃើញហើយថាបងប្អូនដែលពាក់អាវឈុតក្រហមនេះគឺគាត់ខាងព្រូឡានហើយនឹងបុគ្គលិកខាង farm នៅស្រុកស្នួលបងប្អូនបាទហើយគឺជាស្រីស្អាតដែលខ្ញុំបាននិយាយប្រាប់បងប្អូនបាទគឺសត្វជ្រូកនេះឯងហើយសុខភាពល្អមែនតើពេលខ្ញុំទៅដល់ឃើញពួកវាធាត់ល្អហើយថ្ងៃនេះដែរខ្ញុំចាប់2ឡានដើម្បីប្រគ្រប់រោងនៅក្នុងកឋានកុងណុលបាទទៅតាម plan កុងណុលក៏បាន set ហើយអញ្ចឹងនៅក្នុងកឋាននេះម្នាក់គឺញាប់ដៃញាប់ជើងមែនតើមានអ្នកដេញជ្រូកមានអ្នកចាប់ជ្រូកថ្លឹងមានអ្នកបាញ់ទឹកមានអីចឹងទៅហើយឡានទី1បានរួចរាល់ហើយបងប្អូនបានបចេញហើយបន្ទាប់មកឡានទី2បានតូចចូលដើម្បីយើងចាប់បន្តហើយថ្ងៃនេះដែរពួកយើងបានប្រើពេល75ម៉ោងដើម្បីចាប់ជ្រូក2ឡានបងប្អូនបាទបន្ទាប់ពីចាប់ហើយឡានទី1ក៏បានមកដល់កឋានកុងណុលនៅសាលាវិស័យបាទមកដល់ខ្ទង់ម៉ោង3ម៉ោង4ល្ងាចហើយពួកគាត់ក៏បានធ្វើការតម្លាក់ចុះបាទហើយជ្រូកគឺមានសុខភាពល្អមានកាយសម្បទាមាំមួនបាទហើយបន្ទាប់ពីឡានទី1តម្លាក់ហើយ2ម៉ោងក្រោយឡានទី2ក៏បានមកដល់ដែរបងប្អូនបាទនេះឡានទី2កំពុងតូចតម្លាក់បន្ថែមហើយយើងតម្លាក់ទាំងយប់បងប្អូនបាទការងារចាប់ជ្រូកគឺយើងអត់ប្រកាន់ថ្ងៃយប់ទេបងប្អូនយើងធ្វើទាំងអស់បាទចឹងថាការរកលុយគឺវាមិនងាយស្រួលទេបងប្អូនហ្នឹងហើយបងប្អូនមីសិនស្រីរបស់ខ្ញុំក្នុងការឡើងទៅយកជ្រូកនៅស្រុកស្នួលបានបញ្ចប់ត្រឹមប៉ុណ្ណឹងអរគុណច្រើនចំពោះការតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនចូលចិត្តវីដេអូរបស់ខ្ញុំបាទសូមជួយចុច like ហើយនិង share ឲ្យមួយផងបាទអរគុណច្រើនបាយបាយ